សួរថាពពុទ្ធត្រាស់ដឹងអ្វីយើងអាចឆ្លើយថាពពុទ្ធត្រាស់ដឹងនៅអរិយសច្ចៈ4ដែលធ្វើឲ្យព្រះអង្គបានរួចផុតពីទុក្ខបានត្រាស់ដឹងជាពពុទ្ធអរិយសច្ចៈទី1គឺទុក្ខសច្ចៈមានន័យថាជីវិតរបស់យើងនឹងសង្ខារនឹងវាមិនថិតថេរមិនគង់វង្សហើយវាត្រូវមានជារៀបជាធិមរណៈបែកបាក់ព្រាត់ប្រាសហើយទុក្ខនឹងមានទាំងទុក្ខផ្លូវកាយមានទាំងទុក្ខផ្លូវចិត្តអញ្ចឹងជីវិតនឹងគឺទុក្ខទាំងអស់តែមិនមែនទេវាមានសុខវេទនាដែរប៉ុន្តែវាអត់ទៀងទាត់វានៅតែផ្លាស់ប្ដូរទៅបែកបាក់ព្រាត់ប្រាសចុងក្រោយយើងលះបង់របស់ទាំងអស់នឹងទៅហើយបន្តជាតិកំណើតសោយទុក្ខនៅក្នុងអនាគតទៅទៀតដែរប៉ុន្តែទុក្ខសច្ចៈហ្នឹងជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ខ្លួនទេហើយព្រះអង្គដឹងហេតុដែលនាំឲ្យកើតទុក្ខហ្នឹងគឺតណ្ហាការជាប់ជំពាក់ហួងហែងការប្រកាន់ថានឹងជារបស់ខ្លួននឹងជាខ្លួនដល់ពេលប្រកាន់អញ្ចឹងទៅនៅពេលរបស់នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅយើងកើតទុក្ខនឹងឯងអញ្ចឹងវាវិលកង់អញ្ចឹងហើយព្រះអង្គឃើញអញ្ចឹងហើយព្រះអង្គបានរំដោះខ្លួនពីការប្រកាន់នឹងបានដល់នៅព្រះនិព្វាននិរោធសច្ចៈព្រះអង្គបានពាល់ត្រូវថាអូសេចក្តីសុខពិតប្រកបហ្នឹងគឺលែងប្រកាន់នៅរបស់ក្តៅហ្នឹងខណ្ឌហ្នឹងសង្ខារហ្នឹងជីវិតហ្នឹងជារបស់ក្តៅបើយើងអត់ប៉ះវាអត់ក្តៅទេយើងអត់ប្រកាន់វាយើងអត់មានទុក្ខដោយសារវាទេពីព្រោះវាអត់អាចនៅស្ងៀមបានហើយវាអត់អាចនៅសុខអញ្ចឹងបានរហូតទេតែពៀនដែលជាសេចក្តីសុខមាំទាំប្រកបវិជាមិនផ្លាស់ប្ដូរមិនប្រែប្រួលហើយមិនមែនជាសេចក្តីសុខនៅក្នុងខណ្ឌនេះទេហើយព្រះអង្គដឹងអំពីវិធីទៀតមគ្គសច្ចៈគឺវិធីបដិបត្តិអានឹងវាឧបមាដូចជាដឹងផ្លូវដើរដើម្បីចេញផុតពីព្រៃឬក៏ដឹងពីវិធីព្យាបាលដើម្បីឲ្យជំងឺនឹងជាចឹងបានដល់អរិយមគ្គប្រកបដោយអង្គ8មានសមាធិដ្ឋិការយល់ត្រូវសមាសង្កប្បៈការអរិយសច្ចៈទាំង4នេះធ្វើឲ្យព្រះអង្គលែងមានជារៀបជាធិមរណៈកើតចាស់វិលវល់នៅក្នុងសង្សារវដ្តនឹងទៀតឲ្យព្រះអង្គរួចផុតពីទុក្ខហើយ